ហើយថ្ងៃនេះជាបុណ្យអង្គកឋិនទានសាមគ្គីភូមិថ្មីបានដង្ហែទៅក្នុងវត្តព្រះមាសគុំត្រប់ស្រុកបាធីខេត្តកំពង់ចាមយើងនឹងហើយសូមអនុមោទនាបុណ្យកុសលទាំងអស់គ្នាបងប្អូនទាំងទីជិតនិងទាំងទីឆ្ងាយហើយសូមទទួលនៅអនុមោទនាបុណ្យកឋិនទានក្នុងថ្ងៃទី26នេះថ្ងៃអាទិត្យនេះផងដែរហើយបុណ្យកឋិនទាននេះហៅថាកម្រងក្រក្រៃណាហៅថាក្នុងមួយឆ្នាំមុនធ្វើតែម្ដងទៅចាប់ពី1រួចអាសត់ខាសិតដល់5កើតខាកដាត់យើងនឹងហើយឫសគល់នៃធ្វើកឋិនហ្នឹងគឺមានព្រះសង្ឃដែលជាបើព្រះសង្ឃដែលកាន់ព្រះវស្សាហើយព្រះសង្ឃលុះណាតែភិក្ខុបាទទើបអាចក្រាក្រងអង្គកឋិនទានបានហើយត្រៃវត្ថុដែលធ្វើកឋិននឹងមានត្រៃជីវរហើយថាសង្ឃាក្តីស្បង់ជាដើមដែលធ្វើអង្គកឋិនទាននោះហើយការធ្វើអង្គកឋិននេះបានចំណែកបុណ្យស្មើគ្នាបងប្អូនទាំងអស់ដែលបានចូលរួមធ្វើអង្គកឋិនទានក្នុងថ្ងៃនេះផងដែរហើយគេថាអង្គកឋិនទានមានអានិសង្ស5យ៉ាងប៉ុន្តែការធ្វើអង្គកឋិនទានគ្រាន់តែជាកំណត់អានិសង្សទេតែបើយើងបានធ្វើហើយគឺបានគ្រប់យ៉ាងទាំងអស់ព្រោះតែយើងធ្វើហើយយើងបានគ្រប់យ៉ាងទាំងអស់អានិសង្សកឋិនទៅទាននេះហើយសូមអនុមោទនាដល់បងប្អូនដែលបានចូលរួមនេះបានទទួលចំណែកបុណ្យបានស្មើគ្នាទោះជានៅទីណាក្តីនឹងដែលបានបង្ហោះតាមវីដេអូនេះសូមទទួលនៅចំណែកបុណ្យបានស្មើគ្នាបងប្អូនទោះជាច្រើនក្តីតិចច្រើនតាមកម្លាំងទិធាអមហើយហោមក៏ជាបុណ្យកុសលហើយមួយដែរដែលបានត្រេកអរនៅបុណ្យអង្គកឋិនទានសាមគ្គីវត្តព្រះមាសជាងនឹងហើយជាពិសេសនឹងក្នុងមួយឆ្នាំគេធ្វើអង្គកឋិនទាននឹងមានតែម្ដងនេះដូច្នេះបងប្អូនតាយាយនឹងក៏អ្នកខ្លះក៏មានស្បង់ត្រៃជីវរជាដើមដើម្បីធ្វើអង្គកឋិនទាននេះជាអង្គកឋិនទានតាមភូមិនីមួយៗដែលភូមិទាំងអស់វាជា7-20ភូមិទៅចូលរួមក្នុងអង្គកឋិនទាននៅក្នុងវត្តព្រះមាសនេះប៉ុន្តែខ្ញុំមិនបានរាប់ទេហើយក៏ជាត្រេកអរបុណ្យកុសលដែលបានធ្វើថ្ងៃនេះដែរការទៀតណានឹងសូមរួចចាក់ទុកសុគតកាន់សគតិភពហើយឧទ្ទិសជូនចំពោះបុព្វការីជនមានមេត្តាបិតាជីដូនជីតាញាតិកាតាម7សន្តាននិងជូនបុណ្យដល់បងប្អូនវីរៈកងទ័ពទាំងអស់ទទួលនៅចំណែកបុណ្យបានស្មើគ្នាសូមអនុ